បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទស្សនិកជនមហាជនជាទីគោរពនៅក្នុងថ្ងៃនេះផងដែរជួបជាមួយខ្ញុំបាទ Mr. IC យើងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកជួបនៅរឿងរ៉ាវមួយបាទតាក់ទងជាមួយបរិសម្នាក់បាទសុខចិត្តទៅលួចរបស់គេដើម្បីរកប្រាក់ទៅព្យាបាលជំងឺរបស់ប្រពន្ធគឺជំងឺពោះវៀនដូសខ្នែងអញ្ចឹងហើយយើងឃើញថាដោយសារតែអត់លុយឲ្យពេទ្យបាទទើបបរិសម្នាក់នេះសម្រេចចិត្តធ្វើការលួចគេគឺលួចស៊ីប្រូស៊ីម៉ង់បាទដែលប្រកដំបូលហ្នឹងនៅកន្លែងដែលលក់គ្រឿងសំណង់ក៏ត្រូវបានម្ចាស់គេប្តឹងនិងចាប់ដាក់គុកតែម្ដងអញ្ចឹងយើងមកតាមដានព័ត៌មានលម្អិតតាក់ទិនទៅនឹងព្រឹត្តិការណ៍នេះទាំងមូលតែម្ដងដូចតទៅដោយសារតែភាពទីតលក្រខ្លាំងពេកគ្មានលទ្ធភាពរកលុយបង់ថ្លៃពេទ្យឲ្យប្រពន្ធវះកាត់បាទពោះវៀនដូសខ្នែងបាទនោះបរិសម្នាក់បានសម្រេចចិត្តលួចស៊ីប្រូស៊ីម៉ង់ប្រកដំបូលបាទនៅកន្លែងលក់គ្រឿងសំណង់មួយកន្លែងហើយត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវបានធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2017បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ម្ចាស់អាជីវកម្មម្ចាស់អាជីវកម្មលក់គ្រឿងសំណង់យីហោសាវរីបានប្តឹងទៅសមត្ថកិច្ចដើម្បីឲ្យជួយតាមចាប់ចោលដែលបានលួចស៊ីប្រូស៊ីម៉ង់ប្រក់ដំបូលរបស់គាត់ដែលដាក់លក់នៅខាងក្រៅផ្ទះអញ្ចឹងហើយធម្មតាទៀតផ្ទះដែលគេរកស៊ីអញ្ចឹងគេដាក់នៅខាងក្រៅផ្ទះហើយបាទដោយសារតែគេឲ្យភ្ញៀវមើលមិនងាយរើចុះងើរើឡើងបាទអញ្ចឹងហើយយើងឃើញថានៅកន្លែងគេហ្នឹងគឺមានកាមេរ៉ាសុវត្ថិភាពទៀតបាទបើតាមលោកឆាយសាវុតបាទអធិការក្រុងដូនកែវបានឲ្យដឹងផងដែរថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹងនិងរូបភាពតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីពិនភាគរបស់បរិសុទ្ធជនសង្ស័យនោះលោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញចូលធ្វើការល្បាតជុំវិញក្រុងបាទនៅតាមផ្លូវនីមួយៗដើម្បីឃ្លាំមើលក្រែងលោជួបពិនភាគដែលបានបង្ហាញតាមកាមេរ៉ាសុវត្ថិភាពតែមិនទាន់បានប្រមាណនីតិផងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចក្បែរវត្តបាទសីហៈរតនរាមបាទស្ថិតនៅក្នុងភូមិឡូរីសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវបាទនៅពេលដែលរូគេកំពុងតែយករ៉ឺម៉កដែលដឹកស៊ីប្រូស៊ីម៉ង់បាទទៅប៉ះកង់បាទជនសង្ស័យមានឈ្មោះថាច័ន្ទវាសនាអាយុ26ឆ្នាំមានទីលំនៅនៅក្នុងភូមិស្តុកព្រៃបាទឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវមានមុខរបរគឺជាអ្នកលក់ដូងបាទទីតាំងគឺទីតាំងដែលចោលចូលលួចស៊ីប្រូស៊ីម៉ង់នៅក្នុងផ្ទះលក់គ្រឿងសំណង់យីហោសាវរីនោះបាទគឺស្ថិតនៅក្នុងភូមិក្បែរថ្នល់បែកបាទសង្កាត់រកាក្រៅក្រុងដូនកែវខេត្តតាកែវបាទអញ្ចឹងយើងឃើញហើយនេះគឺជាមុខបរោះដែលគ្មានលុយកាក់ព្យាបាលប្រពន្ធទៅលួចរបស់គេបើតាមចម្លើយរបស់ជនសង្ស័យដែលមានឈ្មោះថាច័ន្ទវាសនាបានឆ្លើយសារភាពផងដែរថារូគេពិតជាបានលួចស៊ីប្រូស៊ីម៉ង់ដែលគេដាក់លក់នៅខាងក្រៅផ្ទះពិតប្រាកដមែនហើយការលួចនេះទើបតែជាលើកទី1នោះទេសម្រាប់ជីវិតរបស់រូគេបាទព្រោះដោយសារតែគេទីតលក្រខ្លាំងពេកមិនមានលុយបង់ថ្លៃពេទ្យឲ្យប្រពន្ធដែលវះកាត់ពោះវៀនបាទដុសខ្នែងនៅមន្ទីរពេទ្យទើបរូគេដាច់ចិត្តបាទទៅលួចស៊ីប្រូស៊ីម៉ង់នោះមកលក់យកលុយដើម្បីបង់ថ្លៃសេវាពេទ្យគេថាបាទសុកចិត្តជាប់គុកឲ្យតែប្រពន្ធបានវះកាត់ជាសះស្បើយតែជាអកុសលមិនទាន់បានទាំងយកទៅលក់ផងក៏ត្រូវបានប៉ូលីសចាប់ខ្លួនបាត់ទៅហើយបាទពេលនេះមិនដឹងប្រពន្ធគាត់ទៅជាយ៉ាងណានោះទេបាទនេះហើយគឺជាសម្ដីត្អូញត្អែរបស់អ្នកលួចបាទចោលម្នាក់នេះគឺលួចដោយសារតែប្រពន្ធអញ្ចឹងហើយគាត់ដឹងខ្លួនថាបើសិនគាត់លក់ហើយបាទលួចហើយយកទៅលក់បានលុយគាត់នឹងយកឲ្យប្រពន្ធភ្លាមបាទទោះបីពេលក្រោយប៉ូលីសធ្វើការចាប់ខ្លួនដាក់គុកបាទក៏គាត់អត់សុខចិត្តដែរអញ្ចឹងនេះគឺជារឿងរ៉ាវមួយដែលយើងមានការហួសចិត្តបាទមិនដឹងថាគាត់ធ្វើការអីរកលុយអីបាទមិនមានលទ្ធភាពរកប្រាក់ព្យាបាលប្រពន្ធកូនអញ្ចឹងហើយយើងទៅធ្វើជាចោលនេះគឺជាអំពើមួយដែលខុសច្បាប់បំផុតបាទធម្មតាទេគេមិនយល់យកគេមិនដឹងថាយើងក្រឬមានឡើយឲ្យតែលួចគេគឺខុសច្បាប់ទាំងអស់តែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូនបានឃើញហើយលួចម្ដងមួយរទេះបាទលក់វិញក៏មិនតិចដែរបាទប៉ុណ្ណឹងអត់ណាក៏$400-500អញ្ចឹងហើយនេះគឺជារបស់គេបាទយើងលួចអញ្ចឹងវាខុសច្បាប់គេចាប់បានគឺយើងជាប់ទោសបាទគេមិនដឹងថាយើងក្រឬមានទេដូច្នេះរឿងរ៉ាវមួយនេះខ្ញុំក៏សូមបញ្ចប់ត្រឹមនេះផងដែរសូមអរគុណច្រើនសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនតាំងពីដើមរហូតមកដល់ទីបញ្ចប់បាទសូមអរគុណច្រើនសូមជម្រាបលា